ម៉ាអាយុ5ទៅ6ខែគាត់ចេះអីខ្លះវីដេអូមុននេះខ្ញុំបានបកស្រាយរួចមកហើយតើតើនឹងកុមារអាយុចាប់ពី1ខែរហូតដល់4ខែគឺគាត់ចេះអ្វីខ្លះដូច្នេះថ្ងៃនេះគឺនេះខ្ញុំនឹងបកស្រាយបន្តថាតើកុមារអាយុ5ទៅ6ខែគាត់ចេះអីខ្លះដូច្នេះនៅពេលដែលកុមារអាយុបាន5ខែគឺកុមារគាត់អង្គុយជាប់ប៉ុន្តែយើងត្រូវជួយទប់នៅផ្នែកតាគៀករបស់គាត់ហើយកុមារគាត់ចេះក្លាប់ពីមុខទៅក្រោយពីមុខទៅក្រោយហើយចំណុចមួយទៀតតកតងជាមួយទៅនឹងកុមារអាយុ5ខែនៅពេលដែលគាត់ដួលគឺគាត់តែងតែបោះដៃទៅមុខចំពោះកុមារអាយុ5ខែតកតងនឹង fine motor skill គឺជំនាញនៅក្នុងការប្រើប្រាស់នៅចលនាសាច់ដុំទុយៗគឺកុមារចេះក្តាប់របស់នៅក្នុងបាតដៃជាប់កុមារចេះបដូររបស់ពីដៃម្ខាងដាក់ទៅដៃម្ខាងហើយនឹងគាត់ចេះស្រវាតោងជាប់តកតងជាមួយនឹងជំនាញក្នុងការជួយខ្លួនឯងគេថា self help កុមារអាយុ5ខែនៅពេលដែលបងប្អូនជាពិសេសប៉ាម៉ាក់ដែលបញ្ចុកចំណីឬក៏នំស្រួយទៅឲ្យកូនគឺគាត់តែងតែហាមាត់ចាំយើងបញ្ចុកតកតងជាមួយនឹងជំនាញក្នុងការដោះស្រាយបញ្ហាគេថា problem solving ចេះតាមងាកមើលរបស់ដែលធ្វើជ្រុះចំណែកតកតងជាមួយនឹងជំនាញគេថា social and emotional គឺតកតងជាមួយនឹងសង្គមហើយនឹងអារម្មណ៍របស់កុមារអាយុ5ខែវិញគឺគាត់ចេះចំណាំមុខបានច្បាស់ហើយគាត់ចេះហុចដៃតោងឲ្យយើងនឹងលើកពរគាត់តកតងជាមួយនឹងជំនាញគេថា receptive languages គឺជាសមត្ថភាពក្នុងការយល់អំពីភាសាគឺកុមារអាយុបាន5ខែគាត់ចេះឆ្លើយតបនៅពេលណាដែលយើងហៅគាត់ឬក៏និយាយជាមួយគាត់អាចតាមរយៈការសើចឬក៏អាចតាមរយៈកាយវិការចំណែកជំនាញក្នុងការប្រើប្រាស់ភាសារបស់កុមារនៅអាយុ5ខែគេថា expressive languages នៅពេលដែលយើងនិយាយឬក៏ធ្វើអ្វីមួយមិនពេញចិត្តគាត់គឺគាត់បញ្ចេញសំឡេងឲ្យយើងដឹងថាគាត់ខឹងហើយគាត់អត់យំទេគាត់សុខចិត្តធ្វើសំឡេងឬការខឹងរបស់គាត់ឲ្យយើងដឹងចំណែកកុមារអាយុបាន6ខែវិញតកតងជាមួយនឹងជំនាញក្នុងការប្រើប្រាស់ចលនាសាច់ដុំធំៗគេថា motor skill គឺគាត់ចេះអង្គុយជាប់ហើយគាត់ចេះច្រត់ដៃដើម្បីទ្រកុំឲ្យគាត់នឹងបាត់លំនឹងហើយគាត់ចេះដេកផ្កាប់ដោយដៃទាំងពីរនិងជើងទាំងពីរគឺបាសឡើងលើហើយក្បាលក៏ងើបឡើងលើដែរដែលគេថា pivot in prone position ដោយតែរូបដែលនេះខ្ញុំដាក់បង្ហាញបងប្អូនអញ្ចឹងតកតងជាមួយនឹងសមត្ថភាពក្នុងការប្រើប្រាស់នៅចលនាសាច់ដុំទុយៗគេថា fine motor skill ចំពោះកុមារអាយុ6ខែគាត់ចេះបដូររបស់ពីដៃម្ខាងទៅដៃម្ខាងបានរៀងស្ទាត់ជំនាញបន្តិចហើយគាត់ចាប់ផ្ដើមចេះទាញរបស់របរហើយទាញយកមកដាក់ចិត្តខ្លួនតើតើជាមួយនឹងជំនាញក្នុងការជួយខ្លួនឯងថា self help កុមារអាយុ6ខែគាត់ចេះស្រវាចាប់នំឬក៏ចេះយកនំមកញ៉ាំដោយខ្លួនឯងហើយនឹងចេះកាន់ដបទឹកឬក៏ដបទឹកដោះគោបើដោយខ្លួនឯងតើតើជាមួយនឹងជំនាញក្នុងការដោះស្រាយបញ្ហាគេថា problem solvingគឺកុមារចាប់ផ្ដើមចេះមានការឆ្ងល់ហើយគាត់ទៅចុចឬក៏ប៉ះរបស់ដែលបង្កើតបានជាសម្លេងហើយចេះចាប់របស់មកគូសលេងឬក៏អង្រួនលេងតើតើជាមួយនឹងជំនាញ social and emotional គឺជំនាញសង្គមហើយនឹងអារម្មណ៍ចំពោះកុមារអាយុ6ខែគឺចេះបង្ហាញទឹកមុខឲ្យដឹងនៅពេលដែលគាត់ជួបអ្នកដែលស្គាល់ក៏ដោយឬក៏អ្នកផ្លាច់មុខក៏ដោយគឺគាត់តែងតែបង្ហាញទឹកមុខឲ្យដឹងថាគាត់ចូលចិត្តយើងឬក៏គាត់មិនចូលចិត្តយើងតើតើជាមួយនឹងជំនាញក្នុងការយល់អំពីភាសាហៅថា receptive languages នៅពេលដែលឪពុកម្ដាយនិយាយប្រាប់គាត់ថាកុំឲ្យគាត់ទៅប៉ះអ្វីមួយឧទាហរណ៍បើសិនជាគាត់រៀបទៅលូកដៃនៅក្នុងព្រីភ្លើងដែលដាក់នៅតាមជញ្ជាំងនៅពេលដែលឪពុកម្ដាយនិយាយថាកុំលូកវាមានគ្រោះថ្នាក់គឺគាត់នឹងឈប់បានតែគាត់ស្ដាប់យើងយល់ចំណែកតកតងជាមួយនឹងសមត្ថភាពនៅក្នុងការប្រើប្រាស់ភាសាគេហៅថា expressive languages កុមារអាយុ6ខែគឺគាត់ចេះស្ដាប់ហើយគាត់ស្ដាប់រហូតដល់ឪពុកម្ដាយនិយាយចប់ទើបគាត់ចាប់ផ្ដើមធ្វើការឆ្លើយតបជាមួយទៅនឹងឪពុកម្ដាយតាមក្រោយកុមារអាយុ6ខែគឺគាត់ចេះឈរញញឹមដាក់កញ្ចក់ឬក៏និយាយដាក់កញ្ចក់តែម្នាក់ឯងសរុបសេចក្តីសារជាថ្មីចំពោះកុមារអាយុ5ទៅ6ខែអ្វីដែលគាត់ចេះហើយអ្វីដែលឪពុកម្ដាយត្រូវសង្កេតដឹងគឺតកតងជាមួយជំនាញក្នុងការប្រើប្រាស់នៅចលនាសាច់ដុំធំជំនាញក្នុងការប្រើប្រាស់នៅចលនាសាច់ដុំទុយៗរបស់កុមារតកតងជាមួយជំនាញក្នុងការជួយខ្លួនឯងតកតងជាមួយនឹងជំនាញក្នុងការដោះស្រាយបញ្ហាតកតងជាមួយទៅនឹងផ្នែកអារម្មណ៍ហើយនឹងសង្គមតំណែងសង្គមហើយតំណែងជាមួយជុំវិញខ្លួនរបស់កុមារហើយត្រូវតែចេះសង្កេតទៅលើជំនាញក្នុងការយល់អំពីភាសាហើយនឹងតកតងជាមួយនឹងជំនាញដែលកុមារគាត់ចេះប្រើប្រាស់ភាសាឆ្លើយតបជាមួយទៅនឹងមនុស្សធំដូច្នេះបើសិនបើកូនរបស់ពុកម៉ែបងប្អូនអាយុ5ទៅ6ខែគាត់អត់ទាន់ចេះប្រើនៅជំនាញដែលនេះខ្ញុំបានរៀបរាប់ដូចខាងលើទេសូមប្រញាប់ស្វែងរកគ្រូពេទ្យជំនាញដើម្បីធ្វើការប្រឹក្សាហើយនឹងធ្វើការការពារឲ្យបានទាន់ពេលវេលាជាចុងក្រោយនេះខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនដែលបានស្ដាប់វីដេអូរបស់នេះខ្ញុំតាំងពីដើមរហូតដល់ចប់ហើយជួយ like and share វីដេអូរបស់នេះខ្ញុំ